មានតែគេខ្លះធ្លាប់លើចាស់និយាយថាកូនដែលកើតស្អូចហាមជួបជាមួយស្ត្រីមានផ្ទៃពោះព្រោះខ្លាចស្អូចនឹងចាញ់អត់អស់ខ្ញុំវិញទឹមតែលើថ្មីហ្នឹងឯងដោយសារតែមានម៉ាក់យាយម្នាក់គាត់ស្កាត់ពីកំពង់ស្ពឺចៅគាត់ក្តៅខ្លួន5ថ្ងៃហើយគាត់យកទៅពេទ្យនៅកំពង់ស្ពឺដែរប៉ុន្តែអត់បាត់សោះក្តៅម្ដងហ្នឹងវាខ្លាំងតែអត់មានសញ្ញាអីផ្សេងទេចឹងឥឡូវនេះគាត់យកមកជួបយើងនៅភ្នំពេញចឹងខ្ញុំក៏មើលទៅអូនអត់មានអីមែនក្តៅខ្លួនក៏ដូចជាមិនក្តៅកម្ដៅគាត់នៅសល់តែ37 3 37 4ទេថ្ងៃនេះប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍គឺឃើញមានកន្ទួលនៅលើស្បែកដូចនៅក្នុងរូបនេះចឹងកន្ទួលហ្នឹងគឺឃើញដំបូងគឺនៅនឹងខ្នងតិចតួចឯងប៉ុន្តែវាចាប់ផ្ដើមវិវត្តលឿនមែនតើឡើងមកដល់ខ្លួនសឹងតែពេញនៅខាងមួយថ្ងៃអញ្ចឹងយើងក៏ពិនិត្យមើលពីលើដល់ក្រោមក៏ប្រាប់គាត់វិញថាម៉ែយាយអូនអត់អីទេនេះគឺជាជំងឺស្អូចហើយម្ដងថ្ងៃនេះអូនយ៉ាងច្រើនណាស់យើងឲ្យត្រឹមតែថ្នាំតិចដើម្បីគ្រប់គ្រងកម្ដៅគាត់តែប៉ុណ្ណោះអត់មានថ្នាំអីព្យាបាលជំងឺស្អូចបានទេហើយនៅលើស្បែកគាត់ហ្នឹងក៏នឹងបាត់ទៅវិញក្នុងកំឡុងពេល3ថ្ងៃទៅមួយអាទិត្យទៀតដែរចឹងគាត់ថាអូល្អណាស់លោកគ្រូហើយចឹងជាមួយខ្ញុំនឹងអត់ឲ្យចៅខ្ញុំចេញទៅក្រៅទេព្រោះម្ដុំផ្ទះខ្ញុំសម្បូរស្ត្រីមានផ្ទៃពោះណាស់តាមស្រួលទេស្អុយនឹងចេញអត់អស់ខ្ញុំនេះរៀងចង់សោចតិចអីតិចតែអត់ហ៊ានទេណាហើយក៏ប្រាប់គាត់វិញថាម៉ែយាយអើយតាមបែបវិទ្យាសាស្ត្រគឺមិនទាន់មានផុសតាងណាថាស្ត្រីមានផ្ទៃពោះនឹងមានផលប៉ះពាល់ទៅដល់ការចេញរបស់ស្អុយនឹងទេប៉ុន្តែយើងដឹងមកវិញថាស្អុយនឹងអាចនឹងឆ្លងទៅស្ត្រីមានផ្ទៃពោះហើយនឹងប៉ះពាល់ទៅដល់កគាត់នៅក្នុងផ្ទៃអញ្ចឹងបើសិនជាកូននឹងនៅតូចអាចនឹងប៉ះពាល់រហូតដល់ការរលូតឬក៏ទៅជាការអត់គប់ខែឬក៏អាចឈានទៅដល់ការស្លាប់ក្នុងពោះហើយបើសិនជាកូននឹងអាចមានអាយុរហូតដល់ពេលកើតយើងនឹងឃើញថាពេលគាត់កើតអាចនឹងមានជំងឺបេះដូងពីកំណើតឡើងបាយពីកំណើតឬក៏ថ្លង់ពីកំណើតហើយនឹងបញ្ហាផ្សេងច្រើនទៀតអញ្ចឹងសរុបមកវិញចាស់ក៏មានហេតុផលរបស់គាត់មុនគាត់ហាមមិនឲ្យយើងធ្វើអីមួយសរុបទៅគាត់នៅតែប្រកែក